អាយ៉ាទៅខេត្តតាកែវម្ដងហើយភ្នំជីសូហ្នឹងគឺទៅញឹកជាងគេទៀតប៉ុន្តែចាប់អារម្មណ៍ប្លង់នេះខ្លាំងមែនតើគឺចាក់បេះដូងតែម្ដងពុកម៉ែបងប្អូនគ្នាហើយចង់ដឹងថាប្លង់ហ្នឹងគេថតនៅកន្លែងណាអត់ឃើញតំណងឯងគឺជាប់ background ទៅដល់ប្រាសាទភ្នំជីសូផងហើយនឹងប្រាសាទភូមិវាំងផងអញ្ចឹងចង់ដឹងថាប្លង់ហ្នឹងថតយ៉ាងណាអាចទៅទស្សនាជាមួយនឹងពូនេះខ្មៅតាំងពីវីដេអូដែលចាប់ផ្ដើមហើយចង់ប្រាប់ថានេះគឺជាដំណើរកំសាន្តវល់ល្ងាចដែលយើងទៅដល់3 4 5 6កន្លែងពុកម៉ែបងប្អូនគ្នាតែខ្ញុំចេញវីដេអូធំនេះគឺចេញវីដេអូមួយវគ្គសិននិងមានវីដេអូមួយវគ្គទៀតសួស្តីបងប្អូនទាំងគ្នាឥឡូវយើងរៀបចំ trip ទៅខេត្តតាកែវយើងចំណាយលុយតែ20000នេះម្នាក់ហើយឥឡូវយើងចាប់ផ្ដើមចេញពីហាងមេតាទៅហើយចង់ដឹងថាសកម្មភាពយើងធ្វើដំណើរតាមផ្លូវជួបនឹងឧបសគ្គអីគេខ្លះព្រោះទៅផ្សារនេះគឺយើងប្រៀបថា off road ណាយើងជិះផ្លូវផ្លូវមានថ្មមានអីចឹងណាហើយអាភ្នំខ្លះវាមានថ្មយើងត្រូវជិះឡើងយើងធ្វើដំណើរដោយ PG1 2គ្រឿងហើយនឹង soft cache មួយគ្រឿងហើយនឹងមាន MSA ទៀតកុំភ្លេចតាមដានវីដេអូពូនេះក្បាលអញ្ចឹងបន្ទាប់ពីយើងធ្វើការ start ចេញមកមានអ្នកខ្លះក៏បានមកអ្នកខ្លះក៏គាត់បានមកអ្នកខ្លះក៏រត់មកតាមក្រោយអញ្ចឹងទៅអញ្ចឹងយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញមកខ្ទង់ម៉ោង6កន្លះជិត7ពុកម៉ែបងប្អូនមកដល់ប្រាសាទតាព្រំតលេបាទីហ្នឹងគឺមកដល់ម៉ោង3អញ្ចឹងវាត្រជាក់គឺថតរូបចេញមកគាត់ថាស្អាតមែនទែនហើយចំពោះប្រាសាទតាព្រំនេះដែរគឺខ្ញុំទៅរាប់ផ្លេចហើយប៉ុន្តែនៅតែមានអារម្មណ៍ថាស្អាតទៅមិនចេះជន់ណាយតែម្ដងហើយឥឡូវមានការរៀបចំកាន់តែស្អាតទៀតគ្មានសម្រាមអីសំបីតែមួយនៅក្នុងប្រាសាទរៀបចំបានស្អាតមែនតើអញ្ចឹងពុកម៉ែបងប្អូនពេលទៅខេត្តតាកែវមិនគួររំលងទេគឺប្រាសាទតាព្រំក៏ពីយើងធ្វើការថតរូបថតអីហើយគឺយើងចេញទៅប្រាសាទភ្នំវិសូដូចពុកម៉ែបងប្អូនបានឃើញវីដេអូខ្ញុំពីដើមអញ្ចឹង challenge ខ្លួនឯងឡើងទៅលើប្រាសាទភ្នំវិសូណាជិះម៉ូតូឡើងទៅដល់លើភ្នំហ្នឹងគឺ3នាទី40គឺខ្ញុំជិះ PG1 ហើយចំពោះម៉ូតូ PG1 នេះគឺថាល្អមែនទែនសម្រាប់ជិះឡើងភ្នំដោយសាររឿងផ្លូវកលកលៈនិយាយពីបូមវាគឺថាស្រួលណាស់ពុកម៉ែបងប្អូនគ្នាខ្ញុំអត់និយាយលេងទេមិនមែននិយាយទៅដើម្បីលោកម៉ូតូ PG1 ទេគឺអត់មានទេគឺចង់ recommend សម្រាប់ពុកម៉ែបងប្អូនដែលចង់ជិះម៉ូតូអីដែលថា overland ផងផ្លូវឆ្ងាយផងហើយនឹង off road អាផ្លូវកលកលៈអញ្ចឹងគឺត្រូវតែម្ដង PG1 ពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំនាំមកខាងហាងមេតាហាងលក់ម៉ូតូឲ្យមកជិះ PG1 ណាចង់ដឹងថា PG1 ហ្នឹងជិះជាក់ស្ដែងទៅវាមិនគឺថាគាត់ថាស្រួលជិះមែនទែនឡើងភ្នំរៀងកលកលៈថានឹងឆ្កល់ដៃគឺអត់មានបបាក់ទប់ទេពុកម៉ែបងប្អូនគ្នាចាប់បន្ទាប់ពីយើងធ្វើការទៅញ៉ាំទឹកកកឈូសហើយថតជាមួយនឹងប្រាសាទភ្នំជីសូមកគឺយើងចុះមកវិញនឹងឯងដើម្បីមកប្រាសាទសែនភូមិវាំងបងប្អូនខ្លះក៏គេថាប្រាសាទរវៀងអញ្ចឹងទៅចំណែកបងប្អូនខ្លះក៏ហៅប្រាសាទភូមិវាំងគឺប្លង់អ្វីដែលខ្ញុំចង់និយាយគឺប្លង់នេះប្លង់នៅលើក្រោមដើមកាសានេះគឺយើងថតទៅជាប់ background ខាងក្រោយណាជាប់នៅប្រាសាទភូមិវាំងផងជាប់នៅភ្នំជីសូផងគឺបើមិនប្រាប់ថានៅជើងភ្នំជីសូពុកម៉ែបងប្អូនគិតថានៅប្រទេសឡាវចង់និយាយតែអញ្ចឹងដោយសារប្រទេសឡាវក៏សម្បូរប្រាសាទដែរអញ្ចឹងពុកម៉ែបងប្អូនឈប់យល់ច្រឡំទៅកន្លែងនេះបើខ្ញុំសម័យថាស្អាតមែនតើដោយសារប្លង់ហ្នឹងវាផ្លូវត្រង់ជាមួយនឹងចំទៅប្រាសាទភ្នំជីសូណាហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ថតបានរូបកាន់តែស្អាតទៀតអាចទៅព្រលឹមបែរជាម៉ោង7វាថាទៅថ្ងៃរះឬក៏ទៅពេលរសៀលទៅអញ្ចឹងវាអត់ឆេះ background ដោយសារពេលយើងថតកន្លែងម្លប់ណាពុកម៉ែបងប្អូនគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការថតអីហើយយើងអត់បានដាក់ចូលក្នុងព្រោះថាយើងទៅចំកណ្ដាលថ្ងៃត្រង់ពុកម៉ែបងប្អូនហើយយើងបញ្ញាប់ទៅបានច្រើនកន្លែងព្រោះថាច្រើនមែនតើកម្រោងដែលយើងទៅហ្នឹងគឺដល់ភ្នំដាទៀតពុកម៉ែបងប្អូនអញ្ចឹងបន្ទាប់ពីយើងចេញពីប្រាសាទសែនភូមិវាំងនេះហើយគឺយើងសម្រុកទៅបុកលហុងចុងថ្នោតគោលដៅធំបំផុតគឺមិត្តភ័ក្តិចង់ស្គាល់បុកលហុងចុងថ្នោតបុកលហុងចុងថ្នោតគឺថាមានភាពល្បីល្បាញមែនតើចំពោះនៃទីកន្លែងទីតាំង relax គឺថាអែមែនតើអ្វីដែលកាន់តែពិសេសហ្នឹងគឺតម្លៃធូរថ្លៃមែនតើខ្ញុំមិនអាចនិយាយបានថាតម្លៃសមរម្យទេតម្លៃសមរម្យនោះវាអត់សូវថ្លៃអត់សូវថោកតែនៅនេះគឺតម្លៃធូរថ្លៃមែនតើថាខ្ញុំអាសាទៅមែនតើពុកម៉ែបងប្អូនគ្នាពេលខ្លះមានតែ30000ទេទៅផឹកកាហ្វេនៅហ្នឹងញ៉ាំកាហ្វេហ្នឹងញ៉ាំបុកលហុងឯហ្នឹងពុកម៉ែបងប្អូនអញ្ចឹងយើងទៅដល់ផ្ទះបុកលហុងចុងថ្នោតគឺថាមានពុកម៉ែបងប្អូនយើងទៅច្រើនមែនតើដោយសារចំថ្ងៃអាទិត្យអញ្ចឹងគឺតាមវត្តមួយគឺមានបុណ្យខិនបុណ្យអីចឹងណាហេតុតែខិនចូលវត្តហើយក៏គាត់ចេញទៅ relax ទាំងចាស់ទាំងក្មេងទាំងអ៊ំមីងក៏គាត់ទៅ relax នៅហ្នឹងពុកម៉ែបងប្អូនគ្នាបន្ទាប់ពីយើងធ្វើការអង្គុយសម្រាប់ហើយជាក្នុង2ម៉ោងដែរណាយើងញ៉ាំអីហើយគឺយើងទៅភ្នំដាចំពោះភ្នំដាគឺខ្ញុំតែខ្ញុំទៅបុកលហុងចុងថ្នោតគឺខ្ញុំអត់ភ្លេចទេគឺភ្នំដាដោយសារភ្នំដាខែហ្នឹងគឺយើងទៅអាចគយគន់ជាមួយនឹងទឹកជុំវិញនិយាយទៅមើលទៅស្អាតមែនទែនអាទឹកលិចសោះហ្នឹងមើលទៅមានអារម្មណ៍ថាខ្យល់ត្រជាក់មកភើយធ្វើឲ្យគូក្បាលស្រាលមែនទែនពុកម៉ែបងប្អូនអ្នកគ្នាហើយគម្រោងយើងមិនត្រឹមតែភ្នំដាហ្នឹងទេយើងបកមកវិញទៅភ្នំដំរីល្មាទៀតពុកម៉ែបងប្អូនអ្នកគ្នាប៉ុន្តែវីដេអូថ្ងៃនេះខ្ញុំសូមចប់ត្រឹមភ្នំដាសិនចាំចេញវីដេអូតឲ្យពុកម៉ែបងប្អូនបានឃើញហើយវីដេអូជើងនេះគឺមានការរៀបចំដោយ IOC Camera ចូលរួមដោយពូនេះខ្មៅហើយនឹងឧបត្ថម្ភពីហាងម៉ូតូមេតាអរគុណបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះបាយ